កិច្ចចរចារុស្ស៊ីអាមេរិកអ៊ុយក្រែននៅទីក្រុងហ្សឺណានឹងត្រូវធ្វើឡើងដោយសម្ងាត់ក្រសួងការបរទេសសម្ព័ន្ធស្វីសបាននិយាយការពីល្ងាចថ្ងៃច័ន្ទ16កុម្ភៈសប្តាហ៍នេះថាកិច្ចចរចាជុំថ្មីនាពេលខាងមុខរវាងរុស្ស៊ីសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី17ខែកុម្ភៈនៅទីក្រុងហ្សឺណាប្រទេសស្វីសនឹងត្រូវធ្វើឡើងដោយសម្ងាត់ក្រសួងការបរទេសស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតំណាងសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចចរចាត្រីភាគីរវាងរុស្ស៊ីអ៊ុយក្រែននិងសហរដ្ឋអាមេរិកទេយោងតាមរបាយការណ៍មុនគណៈប្រតិភូពីរុស្ស៊ីសហរដ្ឋអាមេរិកនិងអ៊ុយក្រែនក្រុងនឹងធ្វើកិច្ចចរចាជុំថ្មីក្នុងទីក្រុងហ្សឺណាថ្ងៃទី17និង18ខែកុម្ភៈសប្តាហ៍នេះប្រពន្ធបាននិយាយថាកិច្ចចរចាត្រីភាគីត្រូវគេរំពឹងថានឹងផ្ដោតទៅលើកត្តាសំខាន់ៗក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនដែលគ្របដណ្ដប់លើទិដ្ឋភាពយោធានិងនយោបាយនិងមនុស្សធម៌រយៈពេលនៃកិច្ចចរចានៅតែមិនច្បាស់លាស់ក្នុងអំឡុងពេលកិច្ចពិភាក្សាត្រីភាគីរុស្ស៊ីនិងអ៊ុយក្រែនក៏អាចមានជំនួបទ្វេភាគីផងដែរចាប់តាំងពីខែមករាឆ្នាំនេះក្រុមតំណាងរបស់ប្រទេសទាំង3បានធ្វើកិច្ចចរចាពីជុំនៅទីក្រុងអាប៊ូដាប៊ីប្រទេសអេមីរ៉ាត់អារ៉ាប់រួម